សប្បាយចិត្តមែនទេណាខ្ញុំនឹងដើរពីម្ពិញរហូតទៅដល់ប៉ោយប៉ែតដោយប្រើរយៈពេលត្រឹមតែ5ថ្ងៃបេសកកម្មរបស់ខ្ញុំត្រូវតែបានសម្រេចខ្ញុំដើរដើម្បីទេសចរស៊ូតែបន្តិចទៀតខ្ញុំដើរដល់ប្រទេសមានជ័យហើយសល់តែប្រហែល100គីឡូទៀតទេដល់ប៉ោយប៉ែតជាទីគោលដៅរបស់ខ្ញុំហើយអេអាកឹងតើឯងនឹងដើរតាណាតណៃនឹងដើរតើឯងនេះខ្ញុំដើរដើម្បីទេសចរដើម្បីអភិវឌ្ឍ Game Mobile Legends របស់ខ្ញុំយេខ្ញុំដើរដើម្បីផ្សព្វផ្សាយ Game Mobile Legends ដើម្បីទេសចរនៅក្នុង Game Mobile Legends បាយទៅហើយហេពួកអញឆ្ងល់ដូចខ្ញុំអត់វៃគេដើរអញ្ចឹងទៅតើគេផ្សព្វផ្សាយអីគេទេសចរ Mobile Legends ដោយរបៀបម៉េចទៅខ្ញុំវាល្ងិតល្ងងវាឆោតមិនដឹងថាដើរថ្មើរជើងអញ្ចឹងដើម្បីអីបានអីខ្លះដែរមិនដឹងទេនេះឯងយល់ថាមិនដែរហើយខ្ញុំមិនសូវជាដឹងទេប៉ុន្តែខ្ញុំឃើញមានគេដើរច្រើនណាកាលមុនមានតែម្នាក់ទេប៉ុន្តែឥឡូវឃើញប្រងព្រាតក្នុង TikTok ក្នុង Facebook ខ្ញុំមិនសូវដឹងដែរហ្នឹងខ្ញុំនៅវាចេះតែឆ្ងល់បើសិនជាយើងទៅលេងនៅតាមរមណីយដ្ឋានផ្សេងៗយើងថតប្រហោះទៅអាហ្នឹងគេស្គាល់យើងច្រើនប៉ុន្តែដល់ពេលដើរតាមផ្លូវអញ្ចឹងមិនដឹងថាម៉េចដែរអូយមិនដឹងទេមិនដឹងសូវដឹងទេខ្លាចគេនិយាយកន្លែងដឹងទៅខ្លាចគេជេរមិនសូវដឹងទេប្រយ័ត្នគេជេរវិញតោះឥឡូវយើងដើរថ្មើរជើងដែរទៅតោះប្រូដើរថ្មើរជើងដែរទៅខ្ញុំដើរដែរខ្ញុំទៅមុនហើយខ្ញុំដាក់បេសកកម្មកំណត់គោលដៅដើរដែរហើយហេប្រូដើរទៅណាខ្ញុំដើរដែរបាន2នាក់ឥឡូវកុំតន់ខ្វាយខ្វល់ជាមួយនឹងអាហ្គើដែលគាត់ដើរដើម្បីទេសចរអីឥឡូវយើងមកខ្វាយខ្វល់ជាមួយនឹងការដាក់ពេជ្រនៅថ្ងៃទី10នេះ Event Aspirant គេមានការ free ticket ជាលើកទី1នៅថ្ងៃទី10យើងនឹងឯងហើយបើសិនជាគ្នាយើងមានបំណងចង់ដាក់ពេជ្រដើម្បីយក skin ថ្មីអ្នកនរគ្នាអាចដាក់បានជាមួយនឹងខាង Net Online Store ហើយបើសិនជាមិនចេះដាក់តែខ្លួនឯងអ្នកនរគ្នាអាចឆាតទៅកាន់ page Net Online Gaming ឬមួយក៏ឆាតទៅកាន់ page Natio KX ក៏បានដែរដាក់បានដូចគ្នាអរគុណយេខ្ញុំដើរមកដល់បន្ទាយមានជ័យហើយហើយបានជោគជ័យមួយដំណាក់កាលហើយវ៉ាវអបអរសាទរផងណាអាហ្គើដែលឯងបានមកដល់បន្ទាយមានជ័យហេពិតជាអស្ចារ្យពិតមែនតើឯងចង់ដើរទៅដល់ប៉ោយប៉ែតមែនហើយឯងនឹងមានអីដែលការពារខ្លួនហើយនៅដើរតែឯងអញ្ចឹងខ្ញុំចេះការពារខ្លួនឯងហើយប្រូអូមែនក៏អីប្រូYes sir បើមិនជឿទេអាចសាកល្បងបានខ្ញុំចេះក្បាច់គុណការពារខ្លួនឯងបានអូហូការពារបានមែនអីតោះឥឡូវបង្ហាញឲ្យខ្ញុំបានឃើញផងមើលមែនហើយអាហ្គើបង្ហាញសមត្ថភាពបន្តិចមើលថាឯងពិតជាអាចការពារខ្លួនបានព្រោះថាឯងត្រូវដើរពីប្រទេសមានជ័យទៅដល់ប៉ោយប៉ែតទៀតណាប្រហែលជា100គីឡូជាងដល់ផ្ទះបងឯងហើយអូខេនឹងហើយតោះឥឡូវសាកល្បងបញ្ចេញស្នាដៃជាមួយនឹងខ្ញុំសិនមកដើម្បីបញ្ជាក់ថាឯងពិតជាអាចការពារខ្លួនបានពិតមែនឥឡូវឯងត្រៀមខ្លួនហើយនៅនេះគឺជាដាវជីវិត2របស់យើងយកទៅអើយចាក់មែនតែនអើយខ្លាំងម្ល៉េះលោកល្អប្រាដឺពិតជាអាចការពារខ្លួនបានពិតមែនឥឡូវខ្ញុំសុំតលៀងឈាមបន្តិចសិនច្រឡំសុំតបាត់របួសទេសិនហើយអត់មានស្អីបាត់ទេមិនបាច់បាត់ទេឥឡូវសាកម្ដងទៀតមើលដូចជាអត់សូវខ្លាំងយកទៅមិនដែរប្រូខ្លាំងនៅឥឡូវបើសិនជាទុកចិត្តថាខ្ញុំអាចការពារខ្លួនបានហើយខ្ញុំដើរស្មាជើងបន្តទៀតសិនបាយប្រូជួបគ្នាថ្ងៃក្រោយអរគុណដែលបានប៉ាបាយញ៉ាំណាបាយទៅហើយ Lancelot ជូនខ្ញុំទៅពេទ្យ